ទោះបីយើងមានចំណេះដឹងកម្រិតណាក៏ដោយមានសញ្ញាបត្រដល់បណ្ឌិតដល់អគ្គបណ្ឌិតឬក៏ពីខាងណាក៏ដោយតែប្រសិនបើយើងមិនចេះប្រើភាសាមិនចេះប្រើសម្ដីរបស់យើងនោះតម្លៃចំណេះដឹងរបស់យើងគឺថាអស់រលីងសាបទៅតាមនឹងបាទបាទអញ្ចឹងសម្ដីហ្នឹងសំខាន់ហើយនៅក្នុងព្រះពុទ្ធសាសនាគឺព្រះអង្គឲ្យតម្លៃលើសម្ដីណាសម្ដីនៅក្នុងស្លោកសង្ក្រឹតក៏មាននិយាយដែររឿងការប្រើសម្ដីប្រើវាចាណាព្រោះសម្ដីហ្នឹងគឺគ្រោះថ្នាក់ណាបើយើងអត់ចេះប្រើណាលោកថាប្រេងសំណាងក៏វាស្ថិតនៅលើសម្ដីលើចុងដាតយើងដែលយើងក៏លាស់ទៅហ្នឹងកណាលោកថាម៉េចលោកថា Lakshmi Ravasjiva Kree Mitrapantava Pantanam Chaivajiva Kree Maranam Truvam ហើយផៅពងមុតញាតយើងក៏ស្ថិតលើចុងដាតដែរគេរាប់អានយើងគេមិនរាប់អានយើងគឺស្ថិតលើចុងដាតយើងនិយាយទៅម៉េចឲ្យគេស្អប់ឲ្យគេមិនគួរឲ្យនៅក្បែរយើងគេយើងអស់មិត្តអស់ញាតគឺរសារតែអានដាតសម្ដីយើងដែរអូគឺណាហើយមួយទៀតគឺពន្ធនំចៃវជីវៈក្រេការជាប់ខ្នោះគ្នាជាប់ចង្វាក់ជាប់គុកហ្នឹងក៏រសារអានដាតយើងដែរហ្នឹងកាលណាយើងពោលទៅដោយខ្វះការពិចារណាដែលជាសម្ដីដែលយើងមិនមែនជាសុភាសិតណាកណាអាហ្នឹងវាធ្វើឲ្យយើងជាប់ខ្នោះគ្នាដោយសារតែអានដាតយើងនេះកន្លោះអត់ខ្វះការពិចារណាគឺយើងជាប់ដែរហើយមួយទៀតក៏រហូតដល់ស្លាប់ដោយសារអានដាតដែរបាទចុងក្រោយគឺស្លាប់ណាអូបាទជីវៈគ្រីមរណំទ្រុវំលោកពាក្យទ្រុវំទៀតណាបាទអញ្ចឹងសូម្បីតែសេចក្តីស្លាប់ហ្នឹងក៏វាធ្វើលើចុងដាតយើងដែរអូកាលណាយើងក្រលាស់ទៅដោយខ្វះការពិចារណាពាក្យជេរហ្នឹងអត់ល្អទេបាទព្រោះវាចាយើងវាបង្ហាញអំពីចិត្តរបស់យើងណាអំពីអត្តចរិតរបស់យើងឲ្យគេឃើញភ្លាមហ្មងព្រោះសម្ដីហ្នឹងថាសម្ដីសជាតិវិញ្ញាណសពូជព្រោះអញ្ចឹងប្រយ័ត្នណាពាក្យវប្បធម៌ខ្មែរយើងប្រយ័ត្នសម្ដីហ្នឹងមែនតើសម្ដីគាត់ថាមកគេដឹងថាយើងអ្នករៀនអ្នកសិក្សាអ្នកសូត្រសម្ដីខ្លះមិនគេថាអូអ្នកនេះអត់មានរៀនសូត្រអីទេអញ្ចឹងគ្រាន់បង្ហាញវាចាមកគេថាបង្ហាញសូរសៀងសំនៀងវាចារបស់យើងមកធ្វើឲ្យគេដឹងកម្រិតរបស់យើងភ្លាមតម្រងគណៈថ្វាយគុំព្រះអង្គគ្រូណាអរគុណព្រះអង្គហើយបន្តទៅពិភាក្សាមួយព្រះអង្គគ្រូមួយប្រធានបទពីរប្រធានបទទៀតចាស់ខ្ញុំគណៈសង្កេតជាទីចាស់នៅពេលបច្ចុប្បន្ននេះគេហៅថាសម័យ digital សម័យអ៊ីនធឺណិតសម័យបច្ចេកវិទ្យាយើងនិយាយភាសាសម័យហៅថាសម័យទំនើបដែលប្រជាពលរដ្ឋជាច្រើនចូលចិត្តប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមាន Facebook មាន TikTok មាន YouTube មាន Instagram អញ្ចឹងទៅមាន Twitter អញ្ចឹងទៅច្រើនណាស់ច្រើនមែនទែនប៉ុន្តែខ្ញុំកណាសង្កេតឃើញមួយជុំវិញការចូលចិត្តប្រើប្រាស់ភាសាអក្សររូបផ្សេងដូចជាអាមឹងជេគ្នាអញ្ចឹងទៅគ្រប់បែបយ៉ាងទាំងអស់នោះម្ចាស់គ្រូសង្កេតពីជ្រុងខាងពុទ្ធសាសនាវិញថាតើការប្រើភាសាទាំងអស់នោះវាកើតឡើងដោយមូលហេតុអីហើយភាសានោះវាមានតម្លៃដែរទេក្នុងការប្រើប្រាស់ក្នុងសង្គមយើងទេម្ចាស់សូមនិមន្តបងចម្រើនបងសាធុបងតាក់ទងទៅនឹងការប្រើប្រាស់ពាក្យហៅពាក្យអសុរោះបងនឹងតាក់ទងទៅនឹងហៅវគ្គជ័យឬក៏វាចាហ្នឹងនៅក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងច្រើនណាហើយថែមទាំងនិយាយពីទោសនៃការប្រើប្រាស់ហៅសម្ដីអាក្រក់ឬក៏វាចាអាក្រក់ហៅវគ្គជ័យទុច្ចរិតគឺក្នុងពុទ្ធសាសនាគឺព្រះអង្គមិនឲ្យតម្លៃទេហើយអ្នកដែលប្រើភាសាប្រើហៅសម្ដីអាក្រក់នេះគឺរមែងមិនជាទីស្រឡាញ់មិនជាទីពេញចិត្តសូម្បីតែសត្វដេរឆានក៏មិនចូលចិត្តដែរគណៈទៀតហើយរមែងបង្កនៅបញ្ហាជាច្រើនគណៈសម្រាប់អ្នកដែលចូលចិត្តប្រើសម្ដីអាក្រក់ហ្នឹងណាមានរឿងរ៉ាវច្រើនក្នុងពុទ្ធសាសនាពេលដែលមានរឿងរ៉ាវទាំងអស់នឹងកាត់ឡើងឧទាហរណ៍ថានៅក្នុងសង្គមយើងនឹងខ្ញុំកណាចូលចិត្តឃើញសូម្បីតែប្រសក់ហ្នឹងក៏ជេរលោកដែរក្រហោះធម្មតាហ្នឹងហើយមនុស្សធម្មតាជេរលោកចេះជេរលោកចុះគ្រប់បែបយ៉ាងគេកណាឃើញមួយរយៈពេលចុងក្រោយប្រមាណជា10ឆ្នាំហ្នឹងគឺថាអាការជេរវាយលោកដោយតាមបណ្ដាញសង្គមដូចជាអនាធបត័យដល់តែចាស់ហើយជាទូទៅប្រសង់នេះគឺជាទីសក្ការៈបូជាហើយមិនត្រឹមជេរប្រសង់ជេរថ្នាក់ដឹកនាំរហូតដល់ខ្លះជេរព្រះមហាក្សត្រទៅទៀតម្ចាស់គ្រូទាំងអស់នេះវាមានផលលំបាកនឹងជះឥទ្ធិពលអាក្រក់យ៉ាងម៉េចសម្រាប់សង្គមយើង Bo chỉ ca bấn đó hả?
แต่ตอนตอนนั้นการประวิจารณ์นี่คือเตียงในขนมเทศนาอบรมศาสนาก็มีการในใจเจริญไอ้พิเศษคือในขนมปปทริยทอขมายคือการประพฤติสมเด็จนี่คือมายังเอาจำไหลหรือสมเด็จจังหวัดขมายใจในใจทาสมเด็จเจ้าไอ้เลจิโตไม่ใช่là sầm đầy chị ấy sầm đấy lúc chặt là chị ấy cứ muối đó cái này ê cạn nó nằng ê cạn cứ muối cái này chẳng sầm đấy cứ lúc ai tầm lại cứ sầm đấy nè lấy không thế cứ sầm lại lơi chấm đây vì chia chấm này đằng cứ chia tp đi chẳng tụi bây giờ biết chấm này đằng cầm rất na còn đó miền sẽ nhập bắt đòn bẩn đứt đòn kiệt bẩn đứt rồi copy khang na còn đó tại process bây giờ mình check pro phía xa mình check pro sầm đầy rồi bỏ dưới nút đầm lầy chấm này đang rồi bỏ dưới cứ thà liên xa từ tam đó chắc sầm đầy nó sầm khăn ấy nó khôngประพุทธศาสนาคือพระองค์เอาดำไลหรือสมเด็จสมเด็จในขนมมังคุลโสดบ่อยยังจังบานในพิบริจุมเริญพิบมังคุลในขนมชีวิตสุภาพมงคลก็พระองค์เอาดำไลหรือสมเด็จหรือวิจารณ์ได้ก็น่าใช่ก็จังในขนมพระองค์สมเด็จได้คือสุภิสิตาจะวิจารณ์ก็สุภิสิตาวิจารณ์เอตามนั้นกลมุตตมังก็น่าก็ปีหูใส่จานจะสับไปจะสับไปต่อสุภิสิตาจะยีวิจารณ์เอตามนั้นกลมุตตมังก็น่าก็น่าจังสมเด็จจีสุภิสิตเปียถ้าสมเด็จจีภิสิตหรือก็วิจารณ์จีสุภิสิตคือสมเด็จหรือวิจารณ์ได้นี่ยัยตัวหอยmình thưa oi bắt qua đòn này đợt đấy hơi phía xa đấy mình đứt mình tè điền cái này anh nó cứ sầm đấy nó cứ rồi mấy nhang tỏi dao chàng khuôn ấy tiền này đợt đấy oi cả lần ấy giống sầm đấy nó cứ rồi mấy cao chi mong cùi sầm bẹp khuôn phóng sầm bẹp này đợt đấy phóng sầm đấy nó không sọc sang rất công viên này vậy đấy hưởng cà pro sầm đấy pro vì chán nữa bộ sầm đấy nó cứ thả này bởi vì ở trên bờ nó đầu tháp prey sầm nắng cô về thân là lư sầm đầy lư trồng đá điều này dương còn lọt tới cái này đầu tháp mấy đầu tháp Lakshmi Ravasti Jivakri Mitrapantava Pantanam Chaiva Jivakri Maranam Truvam đầu tháp Lakshmi Peter Lakshmi sang cái Lakshmi và lấy dân lucky cái này ông khơi lucky cái này là điên điệt miếng cái này năng này chấm prey sầm nang đó lucky đó cái này hơi ông lấy thà lucky sầm nang rồi cái này nè prey sầm nang bon sầm nang cứ việc thật là lựa chọn đạt chỉ vạc prey nó cứ sang rất việc chi và lấy dân chi vào hạ đó cái này sang rất việc chi bỏ anh chip vào cái nàoก็vì tôi chỉ và lấy chi vào hạ lư hạ và là ở sang cái vì chip vào cái nào rồi chip vào nắng ác kẹt rồi chứ phê dòng ná với thân lưới trong đạn dữ cứ dòng đa lư đá để bị lọt tới nó với thân lưới trong đạn hãy phao pung một nhiệt dữ của thân lưới trong đạn này kỳ rọp an dữ kỳ mà rọp an dữ cứ thân lưới trong đạn dữ nỉ dây tới mấy ở kia shop ở kia mình cua ở nơi các bài dưới kia dương mật nhiệt cứ là sao đây đạt thành đây dương đấy cái này thấy một tiết cứ quan thân năm chơi vậy chỉ vào kề cả chụp nóc niên chụp cho vợ chụp cục nó có xa đạt dương này đâu cái này dương po tôi được khoác cao pizza là ná đây chia sầm đây đại dương mình bên chia sụp phía sắt cái này anh nó biết thôi dương chụp nóc niên rồi sao đây đạt dương nữa có lúc khoác cao pizza ná cứ dương chụp đấy ấy mũi tiết cơ họ đó slap tới sàn đạt này rồi trong cái đó cứ slap nữa rồi chỉ qua cái Maranam Truvam rồi phải biết Truvam đi nữa rồi chẳng sụp bây tại sẽ cái slap nó có bị thưa lừa trong đàn như này cả nơi dương rồi lót tới đôi khoác cao bị chà ná chắc mà nó không là cảnh nạn luôn vậy bị ong rồi bỏ sụp hi sắt ong rồi bỏ sụp hi sắt nữa là ong bọc cọp rồi bỏ
vì cha đây chia sẻ phía sân đó từ miền Anh vậy thì muốn qua cao cái này cao lên đã phía sita cứ tha từ vì cha đại po tới thử tam cao có ở qua cao qua về lia pe nó đi dân cua này dây pe na cua po mình cùn gì tụi bây giờ vì cha nó vì bứt vì bạc cọt đó bàn trái bạc cao thì mình xóm cua đấy compo có má toàn gì sao có ma toàn như vậy cái này mùi tiết cứ sạch cha phía sita sạch cha phía sita nó cứ ta lưu vì cha đại bứt bạc cọt vì phú bịa bứt nó vì na có thử cả đấy triết na cái đó có thử cả sạch chặt đây chắc man không sau nó có tha sát chấm jayati na nirudam tôi tha bịa bứt nó rồi nè bịa mình bứt rồi para chạy rồi chạy to sát chấm jayati na nirudam ne anurudam to chẳng bịa mình bứt cứ rồi para chạy ấy khai dưỡng cứ oi tầm lái lứa lừa bịa nè cái nào chắc cái này lừa bịa sầm đấy nó lừa bịa sầm đấy nó chẳng bây giờ thì mỗi dương thử squawka thì mỗi cứ bịa sầm đấy dương chỉ bịa bứt mà bên chỉ bịa lên lo bịa ọt bị dao dương công này dày to hay mỗi tiết cứ thử miên sầm đấy tôn phun cả son là há phía sita cứ vi cha đại po tôn phun cứ thử miên vi cha khai bây dạng vi cha đó cái nàyก็ปริยวิชาปะเอ็มปีรู้cái này ได้เป็นถอยมองมุกเป็นตัวจัดจังนะถือตะเมียนเจ็บโปเปียเอาปะเอ็มละแฮมมันเมียนถือเพอเปียไอ้ในขนมพุทธศาสนาลูกเอาตำไรเลยวิชาในขนมโกศลกรรมบอลเพียบเชียกับเรียวนี้คือถือแต่ปฏิบัติเราก็คือวิชานั้นพอคือเวชใจนะพอเวชใจทวีนั้นคือจังมันวิชาลูกคือกายกรรมbảy vẽ cháy cam 4 mà nô cắm 7 trong vẽ cháy miên đỏ 4 á cái này bỏ mình thử po pịa cái hơi parusavia cha bị áp xuống bỏ nó pịa tắc cú bao hay pịa tắc cú bao nó xong rồi ra sát của atro chặt đây mình tham mà được đi xong rồi sát nó dừng giấy mới xong rồi sẵn nó dừng giấy pịa tắc cú bao sát nó mà ai dừng thế mình trôi chặt đấy bỏ nó ngòm sát khi mình từ ai bị cha nè đừng phóng nó khi mình trôi chặt pịa tắc cú bao đấy nó cho mình đúng mình chắc mà lúc bậc na cả đó cô chủ chặt bị ai là hai bỏ bị luôn á bỏ bị nó mình chỉ bị tao cô bao thì bỏ bệ sòn nặng vì cha nó cứ thử vì cha bị nhung sốc xí là nó thôi bay bạ bỏ bay bạ xa mà kỳ hay mới thích cứ bị mụ xa bị có họ này có thời đời dừng vì cha nữa vì cha sầm đây đằng đấy hay nó sang papala bị nó đây vì ót bị do chứ không dây chuyền bị cái này bỏ nó trắng hay mới thích cứ cái tông tân nông thâu áp thạ xanh heta phi seta đấy cứ thử po bị nó coi mi bị dao bỏ chân cắt bằng thôi bị ở bị dao nhưng chỉnh bỏ trắng dương thử qua nơi lẹ cái nặng vi cha đã bỏ dương ở chỗ ba bỏ hay bỏ dương ọt squall như thế ở dương chơi tập po tập pi tới mà tha vì bỏng co nơi pa nhà ha thua ở dương cột khăn đời xa đây sầm đầy vì trà nằng mày với còn biên bị mũi tiết hai cái ăn đa chỉ ăn còn lố ở sọc tục phóng ruồn đã cái này anh chấn sọc đây nó cứ sầm khăn á hay mày với chỉ cả vấn nó không vào bát thoa đi thoa mày với cứ ao đầm lấy lừa sầm đầy này cái này lúc tha bờ rồi nịp bắt giờ rồi nịp chu tại bờ sầm đầy khu tờ hơi nàng bàn ở quay cho một chút cái này to cái này chấn từ sập đấy nó sầm khăn á chúc chung cho cụ về để khơi về chuyên chun khmer chụp xây dựng chân dương môi trường nguồn rồi còn nè đi con sa sna khla cái tài chi của mặt lô prao phía xa ác rồi xem nữa mới tới quát màu bị mùi hải đấy còn để xa hay bởi dương vậy bị trung để ba bạc cầm để cả trên bị cả chê và mặt thằng on nứng ta người không thực sự bớt sa sna mình cầm non tí nè để bọc mặt bớt sa bọc mặt và song rồi cóประมาทพระมหากษัตริย์ประมาทนักដឹกនាំជាប្រមាថភាសាអសុរទាំងអស់នោះតើមានធ្លាក់ស្លាប់ទៅកើតជាស្អីទេទៀតមានព្រោះនៅក្នុងពុទ្ធសាសនាមានបែងចែកតែតងពីសម្ដីអាក្រក់ហ្នឹងបងគឺរមែងធ្លាក់ទៅកាន់នរកអវិជ័យបងកណាដូចជារឿងដែលលឺរឿងកបិលវត្ថុណាកបិលវត្ថុកណារឿងពិខុឈ្មោះកបិលកណាកបិលហ្នឹងគាត់ជាមនុស្សដែលមានចំណេះដឹងជាពហុសោតផងណាកណាជាអ្នកមានចំណេះដឹងច្រើនណាប៉ុន្តែមនុស្សហៅដល់ពេលលៀបសក្ការៈវិក្របសង្កត់មក
chập đào miền nhá từ lừa chấm này đăng khuôn ai sấy cô vừa che đăng cục rướng nữa cái này che đăng sấy của che bị khổ phong nước prap đáp ấy hơi thay chẳng chê bỏ mát bị khổ prama thì đã để lục bàn prap phần du thang gì chẳng ấy còn po bài nắng lục mình stop lục miền nhá miền nhá được sao lục miền bo được sát miền liệp ấy cả là còn cái control trở nữa nó cứ máy nó miền bỏ máy bột cả sập bản trong bị khổ nó lục hot stop prama thế đấy cái lục kia bỏ mát cái này slap đi nâng tới miền từ sọc cái tệ nào mình từ than sủi nó lẽ tới AVJ nó luôn đó sau tục rô mọc cao nó không press cao đấy rồi hốt mò cầm nào mò sắm máy photocá prasamana cột đó mò cao chiết trái bỏ cao chiết trái bỏ cả bà là mạch chặn đó cái này cao chiết trái bên trái sầm bol mì và đầm mót nó sôi cái này vì cha nó sôi nó cứ chia vị bã bỏ cả hơi chia tục cả vị bã đại prap phía xa asuru sầm đây chia bỏ mà nó cứ tham miền tốt miền tốt thấy à nó tha tốt đại dương tha vì chia cam mà vị bã đại dương prop nẹt la đại tháng chưa mình chứa đó và nó việc Paul hay việc ao Paul đó nên chắc ấy không không phảiจะbón nhưng aiสังเกตบ้างnhư thằng chỗ nẹt la mấy cậu đọc thông minh nơi tầm một sủi cái này như ai bị sọt bán cái này nẹt la cứมีlần một nó sủi cái này nẹt la nị dây tới nị dây thằng nị dây hiện ra bự lo bắt đó cái ớt sơ chơi chật cái ớt sơ oi tầm lấy cái này đã sầm đây nị dây sáp á phải ra sầm đây sáp đôi tắc á cái này tắc một về bằng price đó mà nẹt la như thế tắc một price nẹt la mấy cái price mấy cái kia mình sờ này nó rất sao bị bạ đại ra dương flop nị dây Việt Nam mối bỏ baประกันจิตตุ้ในการប្រើប្រាស់វាចាដែលมันល្អมันពីរោះនឹងឯងធ្វើឲ្យយើងសោយនៅវិបាកហ្នឹងក៏ក្នុងជាតិណាមួយដែលយើងនិយាយទៅគេមិនសូវស្ដាប់យើងគេមិនអោយតម្លៃគេមិនគោរពវាចានិយាយទៅហៅដូចជាសារពលាបហើយក្នុងបច្ចុប្បន្ននេះគឺយើងទទួលភ្លាមហ្មងបាច់ចាំទៅប្រាក់លោកមើលមិនឃើញទេគឺកាលណាសម្ដីយើងបើប៉ុន្តែយើងហួសព្រំដែនបើយើងហួសព្រំដែននៃការនិយាយយើងនិយាយគ្មានការគោរពអញ្ចឹងគេអត់តម្លៃទេបណ្ឌិតរមែងតែឌៀលអញ្ចឹងក្នុងនាមយើងជាខ្មែរអាត្មាថាក្នុងនាមជាភាពជាខ្មែរមួយម៉ាត់ពាក្យថាខេមរៈមួយម៉ាត់នេះហើយពូជយើងថាពូជកម្ពុជាពាក្យកម្ពុជាយើងត្រូវដឹងពីពូជរបស់យើងអាត្មាសូមប្រើពាក្យថាពូជពងយើងណាយើងហៅកម្ពុជាហៅខ្លួនឯងថាកម្ពុជាទេសៈតែកម្ពុជាកជនពាក្យថាកម្ពុជាមួយម៉ាត់នោះគឺមានន័យខ្ពស់ណាស់កម្ពុជាន័យទីមួយគឺយើងប្រែថាមាសកម្ពុជាគេថាដែនដីមាសមួយទៀតពាក្យថាកម្ពុជានេះគឺជាឈ្មោះនៃព្រះព្រំណាគឺមានន័យថាជាអ្នកប្រសើរកម្ពុជាហ្នឹងកំដៅលើអ្នកដែលមានពូជពងខ្ពង់ខ្ពស់ប្រសើរខ្ពង់ខ្ពស់ឧត្តមខ្ពង់ខ្ពស់ពាក្យថាកម្ពុជានេះគឺអ្នកដែលមានពូជមានកំណើតខ្ពង់ខ្ពស់អញ្ចឹងខ្មែរយើងមានវប្បធម៌អរិយធម៌ល្អណាស់មានសិលធម៌សុជីវធម៌ចេះគោរពរៀមច្បងហើយមិនជេរប្រមាថទេអញ្ចឹងយើងត្រូវស្គាល់តម្លៃថាយើងជាខ្មែរបើគិតថាយើងជាខ្មែរយើងត្រូវតែស្គាល់យើងមិនអាចទៅជេរវាយទៅជេរបហាអ្នករៀមច្បងយើងទៅជេរទាំងឪពុកម្ដាយយើងវប្បធម៌យើងមិនជេរអញ្ចឹងទេវប្បធម៌ខ្មែរអត់ជេរទេអញ្ចឹងទាំងអ្នកបួសលោកមានគុណវុឌ្ឍរបស់លោកជួនកាលយើងមិនទាន់ដឹងរឿងអីផងជួយទៅជេរលោកដែរអានោះវាទទួលទោសអាទោសទាំងបច្ចុប្បន្នធ្វើឲ្យគេមិនចូលចិត្តយើងទេហើយពាក្យជេរមានតែណាសូម្បីយើងអ្នកជេរហ្នឹងក៏យើងអត់ចូលចិត្តគេជេរយើងដែរហ្នឹងព្រោះតាមអាស្មាថាអ្នកដែលកំពុងតែជេរហ្នឹងក៏អត់ចូលចិត្តគេជេរដែរអញ្ចឹងយើងអត្តាហ្នឹងឧបមាកថាយើងយកខ្លួនយើងមកធ្វើជាឧបមាចុះបើគេជេរអញអញ្ចឹងអត់អីអញទេតែខឹងដូចគ្នាដែរអញ្ចឹងយើងកុំជេរហើយពូពាក្យជេរហ្នឹងអត់ល្អទេព្រោះវាចាយើងវាបង្ហាញអំពីចិត្តរបស់យើងណាអំពីអត្តចរិតរបស់យើងឲ្យគេឃើញភ្លាមហ្មងព្រោះសម្ដីហ្នឹងថាសម្ដីសជាតិវិយិតសពូជព្រោះអញ្ចឹងប្រយ័ត្នណាពាក្យវប្បធម៌ខ្មែរយើងប្រយ័ត្នសម្ដីហ្នឹងមែនតើសម្ដីគ្រាន់តែហាមកគេដឹងថាយើងអ្នករៀនអ្នកសិក្សាអ្នកសូត្រសម្ដីឆ្លាតមិនគេទៅគេថាអូអ្នកនេះអត់មានរៀនសូត្រអីទេអញ្ចឹងគ្រាន់តែបង្ហាញវាចាមកគេថាបង្ហាញសូរសៀងសំនៀងវាចារបស់យើងមកធ្វើឲ្យគេដឹងកម្រិតរបស់យើងភ្លាមតម្រងគាត់ដឹងពីកម្រិតរបស់យើងអាហ្នឹងអញ្ចឹងពេលខ្លះខ្មែរយើងថាស្ងៀមជាងស្រដីស៊ីជ័យខ្ចីប្រសើរជាងអញ្ចឹងបើវាមិនចាំបាច់ទេយើងស្ងៀមទៅស្ងៀមស្កាត់ល្អជាងហើយបើថាវាអត់សុខណា
tập bia chơi chơi tới bị chọt bị chọt bị đôi chơi túng đó dân tập bia chơi chơi lên đó nó bị chọt vì sao chứ này giấy đó bị giao ở trong sát tập bia chơi chơi tới vì còn chọt nó người chẳng ca pro pra sập đây chơi bà hà này tham tham mình bên chịu vào bát thò rồi bọc mày dân tí hay có viêm bằng hai nơi rụp hiếp vừa oi tầm lay rồi bọc mày dương lẽ cho hay bữa phần là bò tê cái lư máu cứ dương bằng hai nơi tầm lay rồi bò dương nó oi lẽ tập kiệt bảo cái này chẳng bữa phần là tham tha bữa phần là dương miên mà nè sẽ ca sờ lanh chiết dương rùm kia tầm tham tha cua dương pro chúc nòng hê chúc pro vào bát thò chê cầm chê cái này bỏ dương cua ta pro sập đây lõ hay trong ca đi cún dương thử sầm lăng mơ hai pal dương chơi cùng cả tháp pe class mà nước class dương thâu bịa máy hơi đi cún bịa thật cúnคนนี้คือdương chơi cún nó coi cún á dương chơi sầm kê chơiเป็นnet mơ đó dương cùng chơi tài ri rong vị thi đâm bơi tha aoแต่นี้ก็ตักdương ta cầm hộp mà nó nát vào miên cầm hộp đấy và đấy dương thử họ mơ cún bị say rồi bỏ cún nó phong dương thử che ao đầm lay lướt đầm cao đầm lay bờ thưa lỗ dương gì lỗ cái này hơi chụp nói ta đây vì mình ấy dương ai thay chỉ ao dục bò bàn tay đôi mê ta chết nó không có bột sát ná lục ao đầm lay lư cái hao nó không sarani giật thò nó có sầm đây ở pi tông pi vẽ chạy nó là ta mê ta vẽ chạy cầm cái nào mà chạy anh chẳng sau bây giờ vía cha nó chắc mà nó không ong và co bờ bò số phi sẽ tạo vì cha nó có miền cao mê tại chật tên nè phi sẽ tán hay là không sao ra nàyจะทอดông tha oi vì cha ประกอบด้วยเมตตา cái này ចឹងយើងកុំជេរប្រមាថគ្នាយើងបង្ហាញនៅសេចក្តីក្រោធកំហឹងដែលយើងខឹងយកបញ្ចេញទាំងអស់ទៅជេរបចោព្រោះអាហ្នឹងមិនមែនជាមេត្តាបច្ច័យកម្មទេមិនមែនជាអំពើដែលយើងថាយើងបង្ហាញថាយើងរិះគន់ដើម្បីស្ថាបនាថាមែនទេអញ្ចឹងបើយើងចង់រិះគន់យើងចង់នេះគ្នាយើងឲ្យមេត្តាចិត្តបុគ្គលដែលមានមេត្តាចិត្តគឺមានលក្ខណៈវាចាសម្ដីនឹងខុសពីបុគ្គលដែលគ្មានមេត្តាចិត្តវាខុសគ្នាអញ្ចឹងណាបងអញ្ចឹងអាត្មាថាយើងគួរតែយកមេរៀនព្រះសម្មាសម្ពុទ្ធដែលបានមកចូលមកក្នុងដែនដីយើងតាំងពីយូរណាស់ហើយយកអាហ្នឹងមកអនុវត្តនៅក្នុងជីវភាពរស់នៅហើយក្នុងការប្រព្រឹត្តយើងរៀងខ្លួនព្រោះហើយយើងចាប់ដើមរៀនបត់បែនរៀនប្រើសម្ដីហ្នឹងឲ្យវាមានប្រយោជន៍ព្រោះហើយឲ្យវាប្រកបដោយសិលធម៌សុជីវធម៌ណាព្រោះហើយយើងកុំប្រើភាសាជេរគ្នាអញ្ចឹងអាត្មាថាវាបង្ហាញពីគំរូមិនល្អពិសេសឪពុកម្ដាយគឺត្រូវប្រយ័ត្នរឿងសម្ដីហ្នឹងមិនគួរណាជេរបចោឲ្យកូនឮតែអាហ្នឹងវាបង្ហាញនៅគំរូតចំនួនមិនល្អទេបងអាត្មាថាសង្គមខ្មែរយើងគួរតែបញ្ឈប់ការជេរវាទៅអាត្មាថាគួរបញ្ឈប់ព្រោះហ្នឹងវាមិនជាកើតជាប្រយោជន៍ទេសម្ដីហ្នឹងគឺវាអាចធ្វើបានសង្កេតឃើញថាអ្នករកស៊ីខ្លះអ្នករកស៊ីអនឡាញខ្លះជេរគ្នាយើងទៅជេរទៅជេរមកយើងទៅហើយខ្លះជេរលោកទៅខ្លះជេរបណ្ឌិតទៅជេរព្រះមហាក្សត្រហើយអូដល់ជេរថ្នាក់ដឹកនាំដែលបានលះបង់ទាំងឈាមស្រស់សាច់ស្រស់ដើម្បីប្រទេសជាតិនឹងហើយនៅពេលដែលបានស្ដាប់ការបញ្យលរបស់ព្រះអង្គម្ចាស់គ្រូនៅថ្ងៃនេះគឺយើងមានបាបកម្មទាំងបច្ចុប្បន្នរួមទាំងបាបកម្មនៅពេលដែលស្លាប់ទៅកើតជាប្រែតកើតជាអីប៉ុន្តែព្រះអង្គម្ចាស់គ្រូត្រង់ចំណុចនេះខ្ញុំព្រះអង្គគ្រូមានសង្កេតការជំវិញការរិះគន់ខ្ញុំប្រកាសណាសូមទាញបន្តិចព្រោះនៅក្នុងច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញបានចែងពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិហើយក្នុងកតិកាសញ្ញាអង្គការសហប្រជាជាតិក៏បាននិយាយអំពីសិទ្ធិក្នុងការបញ្ចេញមតិដែរនិយាយពីសិទ្ធិរបស់ពលរដ្ឋក្នុងការបញ្ចេញមតិហ្នឹងប៉ុន្តែសិទ្ធិនោះគឺត្រូវស្ថិតនៅក្នុងការកំណត់របស់ច្បាប់ត្រឡប់មករួមវិញថាបើយើងចង់ឲ្យប្រជាពលរដ្ឋជាពិសេសយុវជនអ្នករស់ស៊ីអ្នកដែលមើលទៅក្នុងជ្រុងអវិជ្ជមាននៃសកម្មភាពមួយចំនួនដែលបានកាត់ឡើងនោះតើយើងគួរតែប្រាប់គាត់បញ្យល់គាត់ទៅមិនកុំឲ្យគាត់ឈប់ជេរកុំឲ្យគាត់ប្រើភាសាអសរោះដើម្បីឲ្យគាត់ត្រឡប់មកគិតវិញនៅក្នុងនាមជាកម្ពុជាជនដែលមានភាពថ្លៃថ្នូរឧត្តមដូចព្រះអង្គចាស់គ្រូមានសង្កេតការមុននោះទៀតបាទអាត្មាថាចំណុចហ្នឹងគឺយើងអាត្មាថាយើងមានតែព្យាយាមអប់រំហើយបញ្យល់ឲ្យគាត់យល់អំពីការប្រើប្រាស់នៅសម្ដីភាសាហ្នឹងជាការពិតណាស់នៅក្នុងច្បាប់នៅក្នុងនេះគឺមានសិទ្ធិបញ្ចេញមតិបញ្ចេញយោបល់ប៉ុន្តែដូចអាត្មាលើកខាងដើមអញ្ចឹងថាពេលខ្លះយើងមើលកាលកណា
ការពេលខ្លះតើយោបល់របស់យើងការសម្ដែងមតិរបស់យើងត្រឹមត្រូវតាមកាលអត់ហើយវាមានប្រយោជន៍ដែរឬទេហើយវាជាសម្ដីដែលប្រកបដោយមេត្តាចិត្តយើងត្រូវមើលពិចារណាខ្លួនយើងហើយបើថាយើងពិចារណាទៅសម្ដីហ្នឹងវាមិនគួរនឹងប្រើទេយើងកុំប្រើពេលខ្លះលោកឲ្យយើងត្រូវចេះប្រយ័ត្នในការប្រើប្រាស់សម្ដីហ្នឹងគឺអាត្មាថាទីមួយគឺយើងត្រូវសិក្សាអានសង្កេតពួកក្នុងសម័យបច្ចុប្បន្ននេះគឺឯកសារចំណេះវិជ្ជាគឺច្រើនណាស់បាទគណាគណាអញ្ចឹងអាត្មាថាខ្មែរគ្រប់រូបគួរតែយើងចាប់ដើមរៀនអានឲ្យបានច្រើនយើងកុំស្ដាប់តែមួយជ្រុងហើយយើងយកមកវិតម្លៃអាត្មាថាប្រហែលជាអាចយើងមើលមិនគ្រប់ជ្រុងទេអញ្ចឹងអាត្មាទីមួយយើងព្យាយាមអានឲ្យច្រើនយើងអានហើយយើងចាប់ដើមសង្កេតយើងចាប់ដើមពិចារណាឲ្យបានច្រើនគឺយកតាមធម៌ពុទ្ធមកទៅឲ្យមានសមាទិដ្ឋិសមាសង្កប្បៈណាគឺមានការយល់នឹងឲ្យត្រូវហើយការយល់ត្រូវដល់យើងសិក្សាឲ្យបានច្រើនទលំទៅយើងចាប់ដើមយល់ពីតម្លៃហ្នឹងហើយអាហ្នឹងយើងចាប់ដើមរៀនប្រើពាក្យសម្ដីស្មារតីមនុស្សណាក៏ដោយក៏មិនមែនល្អខ្ចោះដែរគេហៅមានវាសនាឬក៏អត្តចរិតហ្នឹងមិនដូចគ្នាទេវាសនាគឺអ្នកខ្លះមានសម្ដីអាក្រក់ដោយសារតែធ្លាប់សន្សំនៅឧបនិស្ស័យផ្នែកសម្ដីហ្នឹងណាតើគោះបោកនិយាយច្រើនមកវាទៅជាការសម្ដីអាក្រក់ខ្លះសម្ដីអាក្រក់ប៉ុន្តែចិត្តអត់អីទេចិត្តល្អក៏មានដែរអញ្ចឹងណាបើសម្ដីជួយចិត្តពោលទំមិញតំោកប៉ុន្តែមិនអីទេហ្នឹងក៏មានដែរហ្នឹងគេហៅវាសនាហ្នឹងมันអាចទៅកែប្រែបានទេវាសនារបស់មនុស្សម្នាក់ៗมันអាចទៅកែរហូតដល់ទៅអរិយបុគ្គលក៏ដោយទៅដល់កំណើតជាតិចុងក្រោយក៏ដោយក៏ព្រះអរហន្តខ្លះលោកមាននៅសម្ដីអាក្រក់យ៉ាងដែរប៉ុន្តែចិត្តលោកអត់ទេប៉ុន្តែសម្ដីនៅវានៅអញ្ចឹងណាហ្នឹងហៅវាសនាអត់ជេរទេប៉ុន្តែគាត់ថាលោកនៅហៅវាសនាលោកធ្លាប់កើតជាស្ដេចធ្លាប់កើតទៅជាមេតបច្រើនអញ្ចឹងមេតបត្រូវការបញ្ជានិយាយយកខាងអ្នកខ្លះនិយាយលឺណាដូចអាត្មាមានវាសនាមួយគឺចិត្តនិយាយលឺអ្នកខ្លះស្ដាប់ទៅហៅដូចជារៀងតកុះហ្នឹងទង្កាចទង្កាចក៏ប៉ុន្តែមែនទេគណាធម្មតាទេនោះសម្លេងវាចុះថាវាសនាហ្នឹងវាមិនដូចគ្នាគណាប៉ុន្តែនិយាយមកវិញគឺថាអាត្មាថាការអប់រំនេះគឺដើម្បីឲ្យសង្គមយើងចាប់ដើមមានការប្រើប្រាស់វាចាល្អឡើងវិញគឺឪពុកម្ដាយសំខាន់ណាព្រោះឪពុកម្ដាយគឺយើងរៀនប្រើពាក្យសម្ដីល្អជាមួយកូនណាមធុវាសាព្រោះមធុភាសាឬមធុវាចាណាគណាព្រោះយើងព្យាយាមប្រើពាក្យមធុវាចាបាទភាសាផ្អែមព្រោះវាផ្អែមកុំប្រើចុះភាសាលោកចែកចឹងព្រោះមានពុបភាសាណាគណាពុបភាសាពុបភាសាគូថភាសាហើយមធុភាសាហ្នឹងគណាព្រោះឬក៏ប្រើពាក្យភានីណាគណាព្រោះមធុភានីគូតភានីហើយពុបភានីហ្នឹងគណាម្ចាស់គណាកៅសម្ដីដូចផ្កាណាសម្ដីហ្នឹងល្អសម្ដីដូចផ្កាហើយមធុសម្ដីផ្អែមល្ហែមមានអោជាព្រោះហើយមួយទៀតគឺគូថភានីហៅខ្មែរសម្ដីយ៉ាងម៉េចគូថភានីគូថសម្ដីអាក្រក់អញ្ចឹងសម្ដីហៅទៅបើពាក្យគូថគឺសម្រាប់លើលីមុអាចហ្នឹងហើយថាខ្មែរហៅអាចសម្ដីដូចអាចហ្នឹងហើយគណាអញ្ចឹងយើងព្យាយាមកុំប្រើភាសាហ្នឹងយើងព្យាយាមប្រើជាសម្ដីដែលវាពេយវាចាគឺថាវាចាដែលជាទីស្រឡាញ់ជាទីពេញចិត្តហើយទាំងឪពុកម្ដាយក៏ដោយគឺយើងចេះប្រើនិយាយមួយកូនណាហើយចេះលើកទឹកចិត្តឲ្យកូនយើងរៀននិយាយភាសាល្អហើយបើឃើញគាត់ប្រើមិនគួរខ្ញុំប្រាប់កុំឲ្យគាត់ប្រើអញ្ចឹងណាឲ្យគាត់ចេះសំទោសចេះអីទៅរៀមច្បងគូប្រើពាក្យជាមួយបងយ៉ាងម៉េចជាមួយប្អូនយ៉ាងម៉េចឲ្យចេះប្រើឲ្យពុកម្ដាយបរៀនឲ្យចូលដល់ក្នុងថ្នាក់បរៀនទៀតព្រោះលោកគ្រូអ្នកគ្រូណាយើងគួរតែនាំគ្នាប្រើព្យាយាមបញ្ជ្រាបនៅពេយវាចាដែលគេហៅវាចាខ្មែរហៅថាវាចាវាសុភាប្រៀបសារទុនភ្លុនណាឲ្យស័កសមពុញបោខ្មែរយើងគេហៅមនុស្សតែទុនភ្លុនគណាព្រោះទុនភ្លុនតែមិនមែនទុនជ្រាយទេគឺថាវាសម្ដីខ្មែរយើងវាផ្អែមល្ហែមសតុនអាត្មាតែងតែអានពាក្យបុរាណចូលចិត្តអានសំណេរបុរាណគឺលោកមានពាក្យភាសាហ្នឹងគឺថាល្អណាទុនបរិវាស័ព្ទព្រោះអញ្ចឹងអាត្មាថាយើងព្យាយាមបញ្ជ្រាបនៅការប្រើប្រាស់សម្ដីហ្នឹងចេញពីកតាពុកម្ដាយមកបងតាមសង្គមគ្រួសារណាមួយបង្រៀនមករហូតនៅដល់ការកម្រិតអប់រំទៅតាមសាលារហូតនៅក្នុងសង្គមហ្នឹងអាត្មាថាគួរតែមានការផ្សព្វផ្សាយព
ก็ពីការប្រើប្រាស់សម្ដីវាចាហើយគួរតែកាត់បន្ថយគួរតែលុបបំបាត់នៅការជេរប្រមាថតាមបណ្ដាញហ្នឹងមកថាបុគ្គលអំណឹកទៅអាចគួរបិទបានឬក៏ហាមឃាត់កុំឲ្យជេរបន្តិចនៅក្នុងបណ្ដាញផ្សព្វផ្សាយហ្នឹងមកថាគួរតែបញ្ឈប់ឲ្យបាត់អស់បាទហើយទាំងអស់គឺថាយើងនាំគ្នាប្រើសម្ដីដែលល្អយើងនិយាយសម្ដីហ្នឹងគឺថាសម្ដីដែលមានប្រយោជន៍ហ្មងស្ដាប់ទៅឲ្យកើតជាប្រយោជន៍ហ្មងហ្នឹងហើយបាទទាំងប្រសង់ទាំងក្រហោះទាំងថ្នាក់ដឹកនាំទាំងអស់គឺថាយើងចាប់ដើមប្រើភាសាហ្នឹងគឺថាស្ដាប់ទៅថាឲ្យប្រជាពលរដ្ឋយកជាកតិយកជាតម្លៃកើតជាហៅតម្លៃអប់រំណាយកមកកើតជាមេរៀនអប់រំនៅក្នុងដំណើរជីវិតនឹងបានហ្មងតែបើយើងព្យាយាមនិយាយថាសង្គមយើងចាប់ដើមរីកចម្រើនហើយយើងមានសាមគ្គីល្អហើយសម្ដីហ្នឹងគ្រោះថ្នាក់បងកាលណាយើងព្រមទៅបែកបាក់សាមគ្គីណាហើយចាំពាក្យដែលម្ចាស់គ្រូមានសង្កេតការមើលទៅថាអណ្ដាតជាអាចកន្លងបានសុកទុកផងព្រោះតែអណ្ដាតអញ្ចឹងការប្រើប្រាស់សំណេរការជេរប្រមាថផ្សេងនៅលើបណ្ដាញចំណេះក្នុងសង្គមវាមានផលអវិជ្ជមានសម្រាប់ក្មេងចំនួនក្រោយសម្រាប់បុគ្គលដទៃផ្សេងទៀតហើយជាពិសេសនៅពេលដែលយើងមានមោហៈគឺការខឹងគ្រាវក្រោធផ្សេងអញ្ចឹងយើងព្យាយាមទប់ទាំងអស់គ្នានឹងចាគ្រូណាគណៈអរគុណខ្លាំងណាស់ព្រះអង្គគ្រូដែលបានបញ្យល់ក្បោះក្បាយមានទាំងភាសាបាលីភាសាសំស្ក្រឹតភាសាខ្មែរភាសាបារាណខ្មែរយើងលើកឡើងអំពីគុណតម្លៃនៃការប្រើប្រាស់ភាសាតំណែងតំណងគ្នានិងព្យាយាមលុបបំបាត់ការជេរប្រមាថគ្នានៅលើបណ្ដាញតំណែងតំណងសង្គម Facebook TikTok YouTube ឬក៏បណ្ដាញតំណែងតំណងសង្គមទាំងអស់គណៈសូមអរគុណសូមថ្លែងគំរាមទានបាទសាធុ